ការកាត់ចិត្តមិនមែនមានន័យថាយើងឈប់ស្រឡាញ់ឬភ្លេចមនុស្សម្នាក់ភ្លាមៗនោះទេវាមានន័យថាយើងរៀនទទួលយកការពិតថាអ្វីដែលយើងចង់បានប្រហែលមិនអាចកើតឡើងដូចដែលយើងស្រមៃពេលខ្លះយើងត្រូវកាត់ចិត្តពីមនុស្សដែលយើងនៅតែស្រឡាញ់ព្រោះការបន្តរងចាំឬប្រកាន់ខ្ជាប់អាចធ្វើឲ្យខ្លួនឯងឈឺចាប់កាន់តែខ្លាំងការកាត់ចិត្តមិនមែនជាការចាញ់ទេប៉ុន្តែជាការជ្រើសរើសសេចក្តីសុខនិងតម្លៃរបស់ខ្លួនឯងការកាត់ចិត្តត្រូវការពេលវេលាថ្ងៃខ្លះយើងអាចមានអារម្មណ៍ថាយើងបានភ្លេចគេហើយប៉ុន្តែថ្ងៃបន្ទាប់អនុស្សាវរីយ៍ចាស់ៗអាចត្រឡប់មកវិញនោះមិនមែនមានន័យថាយើងខ្សោយទេវាគ្រាន់តែជាផ្នែកមួយនៃការព្យាបាលបេះដូងចូលរៀនទទួលយកថាមនុស្សខ្លះចូលមកក្នុងជីវិតដើម្បីបង្រៀនយើងមិនមែនដើម្បីនៅជាមួយយើងរហូតទេអ្វីដែលបានកន្លងផុតទៅមិនអាចត្រឡប់មកដូចដើមបានទេប៉ុន្តែយើងអាចយកមេរៀនពីវាហើយដើរទៅមុខនៅថ្ងៃណាមួយអ្នកនឹងអាចនឹករឿងចាស់ៗដោយមិនឈឺចាប់ដូចមុនអ្នកនឹងយល់ថាការដែលអ្នកបានកាត់ចិត្តនៅថ្ងៃនោះគឺជាការស្រឡាញ់ខ្លួនឯងដ៏ល្អបំផុតមួយកាត់ចិត្តមិនមែនដើម្បីបំភ្លេចគេទេប៉ុន្តែដើម្បីចាប់ផ្ដើមរស់នៅដោយមិនចាំបាច់មានគេទៀត